ហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើទឹកសៀងជ្រលក់ផាត់ហើយថ្ងៃនេះខ្ញុំប្រើទឹកម្ទេស10ចំនួន2ដបនិងទឹកសៀង1ដបហើយខ្ទឹមខ្ញុំប្រើខ្ទឹមសចំនួន4កាពើតូចៗនិងខ្ទឹមក្រហម1ចំហៀងធំហើយស្ករសខ្ញុំប្រើ1ខាំកន្លះហើយជាដំបូងយើងត្រូវបំពងខ្ទឹមសខ្ទឹមខមយើងឲ្យឡើងក្រហមបន្តិចបន្ទាប់មកយើងធ្វើការចាក់ទឹកសៀងនិងទឹកម្ទេសរបស់យើងចូលគ្នាហើយយើងកូរច្របល់ឲ្យសព្វហើយយើងទុកឲ្យវាឡើងពុះហើយយើងធ្វើការចាក់ស្ករសរបស់យើងចូលណាហើយបងប្អូនមុននឹងថែមស្ករក៏យើងត្រូវភ្លក់មើលទឹកសៀងនិងទឹកម្ទេសរបស់យើងដែរបើសិនជាវាមានរសជាតិផ្អែមហើយយើងកុំប្រើស្ករច្រើនពេកខ្លាចវាផ្អែមពេកទេតែបើយើងអត់បន្ថែមស្ករទេពេលដែលយើងយកទៅចាក់លក់ជាមួយប្រហិតទៅគឺវានៅតែប្រៃអញ្ចឹងយើងបន្ថែមស្ករ1ខាំទៅ1ខាំកន្លះនិង2ខាំតាមទឹកម្ទេសរបស់យើងផ្អែមតិចឬក៏ផ្អែមខ្លាំងនឹងទឹកសៀងរបស់យើងណាឥឡូវខ្ញុំបន្ថែមស្ករសចូលហើយខ្ញុំធ្វើការកូរហើយនឹងទុកឲ្យវាពុះម្ដងទៀតគឺហើយជាចុងក្រោយក៏ខ្ញុំមានបន្ថែមជាល្ងដែរល្ងហ្នឹងគឺជាល្ងសបើសិនជាបងប្អូនចង់ដាក់ក៏បានដែរអត់ក៏បានដែរអត់ជាបញ្ហាទេខ្ញុំបញ្ជាក់ម្ដងទៀតទឹកសៀងគឺខ្ញុំប្រើ1ដបចំនួន500ក្រាមហើយនឹងទឹកម្ទេសខ្ញុំប្រើ2ដបក្នុង1ដបវា650ក្រាមអញ្ចឹង2ដបគឺវា800ក្រាមណាហើយសម្រាប់ល្ងវិញគឺខ្ញុំប្រើតាមតិចទេល្ងសរបស់យើងដើម្បីបន្ថែមរសជាតិឲ្យទឹកសៀងរបស់យើងកាន់តែមានក្លិនឈ្ងុយពេលជ្រលក់បាត់អីទៅគឺមានរសជាតិឆ្ងាញ់ហើយនៅទីនេះអធិស្ឋានដែរបងប្អូនដោយសារតែខ្ញុំនៅក្បែរផ្លូវធំគឺមានឡានកុងតឺន័រចេញចូលច្រើនណាអញ្ចឹងពេលដែលវយសលេងអីនិយាយអីទៅគឺតែងតែមានសំឡេងឡានរំខានដែរអញ្ចឹងអធិស្ឋានបងប្អូនដែរចាអញ្ចឹងពេលដែលយើងដាក់ខ្ទឹមពេលដែលយើងដាក់ល្ងចូលគឺយើងកូរវាឲ្យសម្ដងទៀតហើយយើងធ្វើការបិទភ្លើងគឺជាការស្រេចទេហើយយើងទុកទឹកសៀងនឹងឲ្យត្រជាក់ចាំយើងយកធ្វើយកទៅដកច្រកក្នុងដបឬមកក៏ក្នុងកែវកន្លរបស់យើងហ្នឹងណាហើយចូលជាមួយនឹងប្រហិតបំពងប្រហិតស្រាវគឺឆ្ងាញ់ណាស់បងប្អូនអាចយកទៅធ្វើប្រហិតឆឹងក៏បានដែរឥឡូវទឹកសៀងរបស់យើងរួចរាល់ហើយ